គឺតម្រូវឲ្យមានឧបករណ៍អ្វីខ្លះតម្រូវមានសម្ភារៈអ្វីខ្លះដើម្បីឲ្យយើងធ្វើការរកលុយតាមរយៈ YouTube ឬ Facebook នឹងបានជំរាបសួរហើយក៏សួស្តីទៅដល់បងប្អូនទាំងអស់គ្នាចឹងនៅក្នុងថ្ងៃនេះដែរខ្ញុំនឹងមានវីដេអូឃ្លីបមួយសម្រាប់ចែករំលែកជូនដល់បងប្អូនទាំងអស់គ្នាចឹងបងដែលថ្មីដែលគាត់ទើបចាប់តាមរកលុយតាមរយៈ YouTube ឬ Facebook ឬក៏បងដែលថ្មីដែលគាត់ចង់ចាប់តាមរកលុយតាមរយៈ YouTube ឬ Facebook ហ្នឹងគាត់មានចម្ងល់ថាតើការរកលុយតាមរយៈ YouTube ឬ Facebook ហ្នឹងគឺតម្រូវឲ្យមានឧបករណ៍អ្វីខ្លះតម្រូវមានសម្ភារៈអ្វីខ្លះដើម្បីឲ្យយើងធ្វើការរកលុយតាមរយៈ YouTube ឬ Facebook ហ្នឹងបានចឹងចំណុចទី1នោះគឺបងប្អូនមានត្រឹមតែទូរស័ព្ទដៃមួយក៏បងប្អូនអាចធ្វើការរកលុយតាមរយៈ YouTube ហើយនឹង Facebook នឹងបានដែរដោយមិនចាំបាច់មាននៅ computer មិនបាច់មាននៅ laptop មិនបាច់មាន desktop ដើម្បីធ្វើការរកលុយតាមរយៈ YouTube នោះទេប៉ុន្តែចំពោះទូរស័ព្ទដៃនេះដែរបងប្អូនតម្រូវឲ្យទូរស័ព្ទដៃរបស់បងប្អូនហ្នឹងមាននៅកាមេរ៉ាច្បាស់ល្អអញ្ចឹងនៅពេលដែលបងប្អូនមានទូរស័ព្ទដៃដែលមានកាមេរ៉ាច្បាស់ល្អនៅពេលដែលបងប្អូនថតនៅវីដេអូទៅគុណភាពវីដេអូរបស់បងប្អូនហ្នឹងច្បាស់ល្អគុណភាពនៃរូបភាពរបស់បងប្អូនហ្នឹងច្បាស់ល្អអញ្ចឹងវាក៏ជាចំណុចមួយដែលទាក់ទាញនឹងអ្នកមើលឲ្យមើលវីដេអូរបស់យើងដែរអញ្ចឹងបើសិនជាវីដេអូរបស់បងប្អូនហ្នឹងវាអត់ច្បាស់វីដេអូរបស់បងប្អូនហ្នឹងវាព្រើអញ្ចឹងអ្នកមើលគាត់ជាលែងមានចំណាប់អារម្មណ៍មើលនៅវីដេអូរបស់បងប្អូនហើយបើទោះបីជាវីដេអូរបស់បងប្អូនផ្ដល់ផលប្រយោជន៍ដល់អ្នកនោះក៏ដោយគេប្រកាសជារកនៅវីដេអូរបស់អ្នកផ្សេងដើម្បីមើលដើម្បីនៅស្រាវជ្រាវអំពីវីដេអូរបស់គេផ្សេងវិញចំពោះចំណុចទី2នោះគឺបងប្អូនត្រូវមាន microphone មួយសម្រាប់ធ្វើការថតអញ្ចឹងចំពោះ microphone នេះដែរសិនជាបងថ្មីគាត់យក microphone តម្លៃត្រឹមសមរម្យបានហើយបើសិនជាបងប្អូនខ្វះលទ្ធភាពបងប្អូនអាចយកត្រឹមតម្លៃសមរម្យ$10 $5 ទៅអញ្ចឹងចំពោះ microphone នេះដែរគឺវាជាជំនួយមួយដើម្បីឲ្យសំឡេងរបស់យើងនឹងឮច្បាស់ល្អវាកាត់បន្ថយនៅសំឡេងរំខានអញ្ចឹងកាលណារូបភាពរបស់បងប្អូនច្បាស់ហើយសំឡេងរបស់បងប្អូនអត់បានច្បាស់ល្អមានការរំខានអញ្ចឹងក៏វាជាបញ្ហាមួយនៅក្នុងការផលិតវីដេអូរបស់បងប្អូនដែរអញ្ចឹងចំណុចទី1គឺទូរស័ព្ទដៃចំណុចទី2គឺ microphone ចូលដល់ចំណុចទី3នោះគឺជើងថតអញ្ចឹងតែអ្នកគ្រប់គ្នាហៅថាជើងកាមេរ៉ាហ្នឹងអញ្ចឹងបងប្អូនត្រូវមានជើងកាមេរ៉ាមួយដើម្បីធ្វើការថតបើទោះបីជាបងប្អូនមិនមានភាពក្លាហានបងប្អូនមានត្រឹមតែជើងកាមេរ៉ាមួយបងប្អូនដាក់ទូរស័ព្ទដៃរបស់បងប្អូននៅជើងកាមេរ៉ានោះបងប្អូនគ្រាន់តែនិយាយគ្រាន់តែថតរូបនៅក្នុងកាមេរ៉ានោះនឹងគឺជាចំណុចមួយដែលធ្វើឲ្យយើងមានភាពក្លាហានម្ដងបន្តិចរហូតដល់យើងអាចទៅដល់ទីប្រជុំជនច្រើនបានដែរហើយមួយវិញទៀតនោះគឺការកាត់តវីដេអូអញ្ចឹងចំពោះបងដែលទើបចាប់ដើមរកលុយតាមរយៈ YouTube ឬ Facebook ហ្នឹងបងប្អូនត្រូវចេះនៅការកាត់តចេះការ design វីដេអូរបស់យើងធ្វើម៉េចឲ្យមានភាពទាក់ទាញដល់អ្នកមើលធ្វើម៉េចឲ្យវីដេអូរបស់បងប្អូនហ្នឹងមានគុណភាពល្អតពីការកាត់តហើយបងប្អូនត្រូវចេះនៅ design thumbnail បងប្អូនចំពោះ YouTube គឺ thumbnail គឺជារឿងសំខាន់មែនទេបងប្អូនពីព្រោះមុននឹងគេចូលមើលវីដេអូរបស់យើងគឺចំណុចដែលគេឃើញមុនដំបូងនោះគឺ thumbnail របស់យើងហ្នឹងហើយអញ្ចឹងបើសិនជា thumbnail របស់យើងធ្វើទៅមានភាពទាក់ទាញដល់អ្នកមើលមានភាពល្អអញ្ចឹងអ្នកមើលគាត់ជាចុចមើលវីដេអូរបស់យើងហើយចំពោះចំណុចមួយទៀតគឺអ៊ីនធឺណិតចំពោះអ៊ីនធឺណិតរបស់បងប្អូនត្រូវរកកន្លែងណាដែលមានអ៊ីនធឺណិតល្អដើម្បីធ្វើការអាប់ឡូតវីដេអូរបស់បងប្អូនអញ្ចឹងចំពោះការអាប់ឡូតវីដេអូរបស់បងប្អូនដែរខ្ញុំមាននឹងមេរៀនជាបន្តទៀតទាក់ទងទៅនឹងការអាប់ឡូតវីដេអូធ្វើម៉េចឲ្យមានគុណភាពច្បាស់ល្អធ្វើម៉េចឲ្យមានអ្នកមើលច្រើនអញ្ចឹងទាំងអស់នេះហើយគឺជាចំណុចដែលយើងត្រូវដឹងមុននឹងយើងចាប់ផ្ដើមរកលុយតាមរយៈ YouTube ឬក៏ Facebook ហ្នឹងដែរអញ្ចឹងបើសិនជាបងប្អូនចូលចិត្តនិងពេញចិត្តនៅវីដេអូរបស់ខ្ញុំសូមជួយចុច like និង subscribe នៅ channel ហើយ follow page របស់ខ្ញុំដើម្បីទទួលបាននៅវីដេអូថ្មីៗទាក់ទងទៅនឹងការរកលុយតាមរយៈ YouTube ហើយនិង Facebook ហើយមួយវិញទៀតបើសិនជាបងប្អូនមានចម្ងល់បងប្អូនអាច comment នៅក្នុងវីដេអូរបស់ខ្ញុំនេះបានខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់បងប្អូនដោយយកចិត្តទុកដាក់